បុគ្គលដែលគ្រាន់តែស្រឡាញ់ព្រះតថាគតនឹងគ្រាន់តែជ្រះថ្លានឹងព្រះតថាគតនឹងនរកឈ្មោះថាគេបានវាចាហើយនឹងព្រះអង្គទ្រង់ត្រាស់សម្ដែងដោយព្រះអស់របស់ព្រះអង្គផ្ទាល់ទៀតនឹងគ្រាន់តែជ្រះថ្លាហើយស្រឡាញ់ព្រះអង្គមិនបានជាសោតាបណ្ណបុគ្គលទេនឹងព្រះអង្គសម្ដែងគឺពុទ្ធជនសុទ្ធទៀតគ្រាន់តែជ្រះថ្លាហើយនឹងស្រឡាញ់ព្រះតថាគតប៉ុណ្ណឹងនឹងនរកឈ្មោះថាបុគ្គលនោះបានលះបង់ហើយនឹងព្រះអង្គទ្រង់ត្រាស់សម្ដែងទៀតនឹងអញ្ចឹងគឺនៅក្នុងសេចក្តីនេះគឺយើងនឹងចម្រើនទៅដោយបុណ្យកុសលទាំងយប់ទាំងថ្ងៃគ្រាន់តែការញ៉ាំងចិត្តឲ្យនឹករលឹកដល់ព្រះសម្មាសម្ពុទ្ធនឹករលឹកដល់ព្រះធម៌នឹករលឹកដល់ព្រះសង្ឃប៉ុណ្ណឹងដោយសេចក្តីជ្រះថ្លាស្រឡាញ់ស្មោះស្ម័គ្រស្ម័គ្រស្មោះគោរពទៅនៅក្នុងព្រះសាស្តាប៉ុណ្ណឹងគឺថាអត់មានអ្នកណានឹងមកគណនាបុណ្យរបស់កុលបុត្រនោះបានទេមកគុណចាស់ញាតិញោមដែលព្រះអង្គប្រកាសដោយសព្វញ្ញុត្តញ្ញាណទេសូម្បីសព្វញ្ញុត្តញ្ញាណនឹងហើយក៏រាប់បុណ្យកុលបុត្រនឹងអត់អស់ដែរនឹងព្រះអង្គប្រកាសសម្ដែងទាំងព្រះអង្គគង់ធម្មមាននៅឡើយព្រះអង្គថាអត់មានអ្នកណារាប់បុណ្យកុលបុត្រនឹងបានអញ្ចឹងសូម្បីទាំងព្រះអង្គដោយព្រះអង្គឯងនឹងក៏អត់អាចរាប់បុណ្យរបស់កុលបុត្រនឹងបានដែរហើយមិនចំពោះថាព្រះអង្គបរិនិព្វានទៅហើយឬក៏ព្រះអង្គគង់ធម្មមាននៅឡើយទេគឺបុណ្យស្មើគ្នាកាលណាដែលកុលបុត្រនឹងតម្កល់ចិត្តស្មើគ្នាក្នុងព្រះតថាគតនឹងចឹងហើយបានគុណចាស់ញាតិញោមពុទ្ធបរិស័ទសេចក្តីជ្រះថ្លាក្នុងព្រះរតនត្រ័យនេះគឺជាសម្បត្តិធំធេងនឹងគ្រាន់តែមានសេចក្តីជ្រះថ្លាក្នុងព្រះរតនត្រ័យហ្នឹងក្តីសោកសឹកសួលទុកទោមនោះសេចក្តីចង្អៀតចង្អល់ហ្នឹងគឺថារលាយបាត់ទៅទេហើយអាសេចក្តីសោកមិនកើតឡើងក្តីសោកសឹកសួលក្តីទុក្ខរលត់សេចក្តីកង្វល់រលត់នេះឯងនេះគឺជាដំណើរនៃទុក្ខនិរោធហ្នឹងវាជាដំណើររលត់នៅសេចក្តីទុក្ខទេណាហ្នឹងចឹងហើយបានព្រះអង្គសម្ដែងថាបុគ្គលកាលដែលបានដល់នៅបរតនត្រ័យជាទីពឹងទីរលឹកហើយមិនរួចផុតចាកទុក្ខមិនមានទេហ្នឹងពីព្រោះរតនវត្ថុនេះគឺជាវត្ថុប្រព្រឹត្តទៅដើម្បីកម្ចាត់បងនៅភ័យនឹងហើយកាលណាដែលភ័យរលត់នេះឯងគឺជាសន្តិបត្តិមានអ្នកណាបានសុខដូចនេះអត់ភ័យគុណចាស់នឹងទោះបីទេវតាក៏ដោយបើនៅតែភ័យមានទៅបានសុខអីនឹងឧបមាថាអ្នកដែលបានចាប់បដិសន្ធិជាទេវតាប៉ុន្តែបើចិត្តនឹងវានៅភ័យវានៅញាប់ញ័រមកគុណចាស់មានទីពឹងឯណាទេនឹងអត់មានទីពឹងទេប្រព្រំក៏ដោយបើនៅតែភ័យគឺអត់ទីពឹងដូចតែគ្នាណានឹងដូច្នេះវាអត់មានអីអស្ចារ្យដូចអ្នកដែលអត់ភ័យនៅមនុស្សទេវតាប្រអិនប្រព្រំហ្នឹងមានអ្នកណាបានសុខជាងអ្នកអត់ភ័យគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទពិចារណាមើលចុះការដែលមិនមានភ័យនេះឯងគឺជាបទនៃសន្តិបត្តិណាគឺជាបទនៃព្រះនិព្វាននឹងគឺបទមិនមានភ័យទេណាក្តីភ័យត្រូវរលត់ដោយបរតនត្រ័យនឹងហើយនឹងដោយធម៌ដែលព្រះអង្គប្រកាសសម្ដែងមកហើយឬគុណចាស់ញាតិញោមឥឡូវហ្នឹងបើត្រូវស្លាប់ហើយអត់ភ័យគុណចាស់ញាតិញោមទៅរកអីបាននឹងគុណចាស់មានចាំបាច់រត់ទៅរកអ្នកណាទៀតដូចខ្លួនឯងអត់ភ័យហ្នឹងទេហ្នឹងក្រៃលែងអញ្ចឹងទេហ្នឹងកណាអញ្ចឹងគឺខ្ញុំកណាក៏ចូលរួមជ្រះថ្លាជាមួយនឹងប្រធេរដីកាគុណចាស់នឹងបានប្រទានជាឱវាទមកនៅក្នុងវេលាគ្រានេះ